សម្រាប់បងប្អូនដែលមកលេងខេត្តសៀមរាបនៅរដូវកាលបុណ្យអុំទូកហ្នឹងចង់រំស្គោដៃអមរំលេងបានអូយចាក់ក្បាច់គ្រប់ស្ទាយតែម្ដងហ្នឹងហើយកន្លែងនេះវិញក៏ថាអូប៉ាយើងកំពុងតែលើកផ្លាកជាមួយនឹងគឹមឈីណ៎គ្នាបាទគឹមឈីឈ្ងុយឆ្ងាញ់គឹមឈីឈ្ងុយឆ្ងាញ់ជួយទិញខ្ញុំម្នាក់មួយផងបាទហ្នឹងហើយអូប៉ាស្អាតស្អាតដល់ហើយហ្នឹងហើយកន្លែងមកប្លង់ហ្នឹងវិញក៏ថាសុទ្ធសឹងតែជាចំណៃភ្នែកតែម្ដងណាអ្នកគ្នាបាទចង់ញ៉ាំមច្ឆាក៏ភ្លេចតូបនេះបាទមច្ឆាសាច់ដុំធំធំចង់ថាគណៈពេលហ្នឹងមិនភ្លៀងទេបាទមិនពងភ្លៀងហើយយើងរកកន្លែងជ្រោកសិនបាទទោះបីជាភ្លៀងយ៉ាងណាក៏យើងនៅតែដើរបានហើយអ្នកគ្នាបាទឥឡូវនេះគឺយើងដើរកាត់ភ្លៀងហ្មងណាឥឡូវមិនកំពុងភ្លៀងប៉ុន្តែយើងដើរលេងកាត់ភ្លៀងមិនសុបាយបាទអើយមួយឆ្នាំនេះម្ដងណាបានមកសៀមរាបចប់ហើយស្ដាយក្រោយមកហើយបាទជំរាបសួរពុកម៉ែបងប្អូនយាយតាទាំងអស់គ្នាបាទ welcome back មកកម្ម vlog អុំទុកនៅក្នុងខេត្តសៀមរាបជាមួយខ្ញុំទាំងអស់គ្នាបាទនេះជាតង់ទី1បាទដែលខ្ញុំបានចេញដើរអ្នកនរគ្នាគឺថាមនុស្សច្រើនហើយមែនទែនហើយមកនេះគឺមេចាប់ផ្ដើមល្ងឹតរោភ្លៀងអីចឹងណាពុកម៉ែបងប្អូនគ្នាបាទតែមិនធ្វើទេបាទមួយឆ្នាំមែនតែម្ដងដែរណាណីទៅដល់ហាភ្លេងចឹងណាពុកម៉ែបងប្អូនគ្នាបាទហ្នឹងហើយពេលខ្លះអាណិតអ្នកដេកផ្ទះដែរចង់អីចឹងបានចេញដើរលេងឲ្យបានមើលគេមើលឯងចឹងថាអើយកុំចេញដើរអ្នកនរគ្នាដេកទៅជួយខ្ញុំទៅបាទស្ទះសាហាវបាច់ដើរទេហ្នឹងហើយចាំថ្ងៃចង់បញ្ចប់ចាំចេញដើរទៅបាទដោយសារឥឡូវនេះគឺកំពុងតែស្ទះគឺថាមនុស្សពុកម៉ែបងប្អូនក៏បលេងច្រើនហើយមែនទែនបាទនៅក្នុងខេត្តសៀមរាបយើងហ្នឹងនេះមើលទៅក្នុងវីដេអូខ្ញុំក៏ដឹងដែរបាទដើរឡើងចង្អៀតវល់ម្ដងបាទតែដើរហត់ដើរអីកុំភ្លេចណាជាមួយនឹងមហូបអាហារស្តង់បងដែលគាត់នៅក្បែរនឹងបាទចូលញ៉ាំចូលទិញគាត់ម្នាក់មួយទៅបាទសូមសឹងតែជាផលិតផលរបស់ខ្មែរបាទជួយគ្រប់គ្រងផលិតផលខ្មែរលើកស្ទួយវិស័យសេដ្ឋកិច្ចជាតិយើងឲ្យដើររីកចម្រើនទៅមុខអីចឹងណាអ្នកនរគ្នាបាទនេះអូវាសាប់តែស្តង់បងដែលគាត់មកលក់បាទឥឡូវនេះយើងបន្តដំណើរទៅមុខទៀតអ្នកនរគ្នាបាទក៏ជួបជាមួយនឹងស្តង់អូប៉ាបាទដែលគាត់លក់គឹមឈីមានរសជាតិឈ្ងុយឆ្ងាញ់បងជួយទិញគឹមឈីអូប៉ាម្នាក់មួយផងបាទអូប៉ាឈោរួមម្នាក់ឯងរវល់តែមើលអូប៉ារាំពុកម៉ែបងប្អូនភ្លេចមកមើលវងមួយព្រះអង្គចំជាអមណាយអើយពុកម៉ែបងប្អូនមើលអង្កោះកុញពេញនេះចង់ថាគណៈពេលហ្នឹងមិនភ្លៀងទេបាទមិនពងភ្លៀងហើយយើងរកកន្លែងជ្រោកសិនបាទទោះបីជាភ្លៀងយ៉ាងណាក៏យើងនៅតែដើរបានហើយអ្នកគ្នាបាទឥឡូវនេះគឺយើងដើរកាត់ភ្លៀងហ្មងណាឥឡូវមិនកំពុងភ្លៀងប៉ុន្តែយើងដើរលេងកាត់ភ្លៀងមិនសុបាយបាទអើយមួយឆ្នាំនេះម្ដងណាបានមកសៀមរាបចប់ហើយស្ដាយក្រោយមកហើយបាទតែមិនជាឧបសគ្គសម្រាប់ខ្ញុំទេបាទដើរម្ដងមកស្ទឹងទៀតហើយបាទទោះបីភ្លៀងក៏នៅតែដើរបានដែរនេះដើម្បីអីគេដើម្បីផ្ដិតយកទស្សនភាពបាទផ្ដិតយកពីប្លង់នីមួយៗចែកជូនទៅកាន់ពុកម៉ែបានទស្សនាបាទរីឯប្លង់មួយនេះវិញអ្នកគ្នាបាទគាត់ថាអូប៉ាយើងកំពុងតែកិនជាមួយនឹងបច្ឆាប៉ុន្តែទឹកមុខគាត់ញញឹមមកកាន់កាមេរ៉ាមែនអីចឹងណាបានហើយបាទរវល់តែមើលប្លង់នេះណាមើលប្លង់នេះវិញមើលស្អាតជាងប្លង់នឹងទៀតអីចង់និយាយចឹងណានេះកន្លែងគេរមឯងបងប្អូនអ្នកគ្នាបាទគុំយូនៅបាទថាគុំយូហើយនេះមកបធូនៅកន្លែងហ្នឹងមកបាទបច្ចាក់ក្បាច់បធូអារម្មណ៍សិនមកបាទស្គរដៃយើងនឹងបែបខ្មែរយើងដាក់ទៅនេះចាំការទៀតមួយឆ្នាំតែម្ដងកន្លែងនេះវិញគឺថាមេឃភ្លៀងបងប្អូនអ្នកគ្នាភ្លៀងខ្លាំងមែនទែនចឹងហើយអមគាត់អង្គុយក្រោមសិតដំរីបាទកន្លែងនេះគឺថាផ្លែឈើ36មុខយើងហ្នឹងបាទត្រូវការមកយកម្នាក់មួយមកមួយតែមិនដូចជា1000រៀលហើយកន្លែងស្តង់មួយនេះវិញគឺលក់ជាប្រភេទកម្មាខ្មែរបាទដែលត្បាញដោយដៃពិតហ្មងបាទសិប្បកម្មរបស់ខ្មែរយើងជួយគ្រប់គ្រងម្នាក់មួយផងបាទដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចរបស់យើងឲ្យកាន់រីកចម្រើនដើរទៅមុខឃ្លានអាដែរនេះប្រហិតបែបស៊ីឈន់យើងណាបាទកញ្ចូលទូកមីនេះកញ្ជូបជាមួយនឹងលក់រស់រីឲ្យស្អាតអញ្ចឹងទៀតណាមចង់ទិញថាអញ្ចឹងថាខ្ញុំថាគេអញ្ចឹងណាអ្នកនេះបាទបែបហ្នឹងនឹងនេះបែបហ្នឹងព្រោះឥឡូវនេះស្អីស្អាតយើងចាប់តាមប្រហិតឲ្យយើងហើយអូកូនស្អីស្អាតអូយចង់និយាយថាប្រហិតគាត់ទូបគាត់ហ្នឹងគឺឈ្មោះកៅឡុងអញ្ចឹងណាអ្នកគ្នាបាទប្រហិតបែបស៊ីឈន់យើងអីបានស្អីស្អាតហុចមកនិយាយរៀងចេញបដៅនិយាយរៀងកណៈញយអញ្ចឹងណាអូយកុំឲ្យខាត់ពេលវេលាយូរកាត់បដៅប្លង់យើងភ្លក់ជាមួយនឹងមហូបច្រឡំមហូបអាដេញណែប្រហិតបែបស៊ីឈន់យើងហ្នឹងណាអ្នកគ្នាបាទអូយដាក់មួយម៉ាត់ចូលទៅគាត់ថាជាតិស្លាប់ទឹងនៅម្ដងនេះអូយដាក់ទៅអត់ហាងទេគាត់ថាជួយគ្រឿងបែបស៊ីឈុតបែបចិនអញ្ចឹងណាពេលខ្លះរៀងអាមដែរអញ្ចឹងណាពុកម៉ែបងប្អូនអ្នកគ្នាកាន់ប្រហិតបដៅគឺថាដើរហូបនៅលើស្ពានបដៅគឺថាជីវិតយើង enjoy ជាមួយនឹងពិធីបុណ្យអុំទូកបែបប្រពៃណីខ្មែរអញ្ចឹងណាបែបហ្នឹងហ្នឹងហើយកន្លែងនេះវិញគឺថាគេដាក់ទុកឲ្យដាក់បន្ទាបនៅលើអញ្ចឹងណាអ្នកគ្នាអូយទៅរៀបជាជួរអញ្ចឹងស្អាតអូយកន្លែងនេះដូចក្លឹបចឹងអូចង់ចាក់ក្បាច់ម្ដងដែរតា DJ ចង់ចាក់ក្បាច់មក DJ ចឹងណាបែបហ្នឹងអូយកាត់បដៅប្លង់នេះវិញគឺថាបែបប្រភេទស្គរដៃយើងបាទរំវងកត្រឹមសារតវ៉ាន់ឡាំលីវចឹងទៅអូយដាក់ទៅអូដេកលូនហើយដាក់ទៅពឺ
ปืดตาปืดđã tới bộ quay bộ đọc kia bạn chăm đòn cá bà cái này thì dương bòn bật ná mà đòi hỏi cùng nôm bằng cái đã tới li họ đại tới hơi vì tao admin cái chọc ta trầm nâng chùm rip li bye bye